របស់មនុស្សយើងគ្រប់រូបបើគឺជាសច្ចានុមត្តបើជាសច្ចធម៌វាជាដំណើរធម្មជាតិយើងដែលកំពុងអង្គុយគ្រប់គ្នានឹងក៏ដូចតែឧបាសិកាឡៅអានដែរគឺដំណើរនឹងដូចគ្នាចឹងហើយបានពុទ្ធបរមគ្រូនៃយើងព្រះអង្គសម្ដែងថាសាមញ្ញលក្ខណៈមានន័យថាមិនសាមញ្ញលក្ខណៈគឺជីវិតនេះវាមានលក្ខណៈសាមញ្ញគឺស្មើគ្នាទូទៅដោយរឿង3ទី1អនិច្ចំអ្នកមានក៏មិនទៀងអ្នកក្រក៏មិនទៀងមែនទេញាតិញោមមែនទេអត់ទៀងគ្រប់គ្នាទាំងអស់អញ្ចឹងវាជាលក្ខណៈសាមញ្ញរបស់មានវិញ្ញាណក៏អញ្ចឹងរបស់អត់វិញ្ញាណក៏អញ្ចឹងទី2ទុក្ខំសត្វលោកទាំងអស់គឺមានសេចក្តីទុក្ខដែលយើងស្ដាប់លោកទេសទុក្ខទាំង12កងមានចាស់ឈឺស្លាប់ទុក្ខព្រោះប្រត់ប្រាស់របស់ជាទីស្រឡាញ់ទុក្ខព្រោះបានរបស់មិនជាទីគាប់ចិត្តហើយចុងក្រោយគឺទុក្ខព្រោះខណ្ឌហ្នឹងហើយខណ្ឌទាំង5ហ្នឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណនេះគឺជាប្រភពទុក្ខហើយជាឧបាទានខណ្ឌប្រកាន់មមក្នុងខណ្ឌហ្នឹងចុងក្រោយអនត្តាគឺវាមានលក្ខណៈមួយដែលមិននៅក្នុងអំណាចរបស់អ្នកណាទាំងអស់សំបីបរិជាឬក៏ប្រធានាធិបតីនាយករដ្ឋមន្ត្រីថាមានឥទ្ធិពលមានអំណាចមានកងអង្គរៈឯកាពីក៏ប៉ុន្តែមច្ចុរាជនេះគឺមកផ្ដាច់ផ្ដិលជីវិតបាននឹងមិននៅក្នុងអំណាចរបស់អ្នកណាទេអញ្ចឹងសាមញ្ញលក្ខណៈនេះវាមានលក្ខណៈសាមញ្ញទូទៅទាំងអស់បងអត់លំអៀងបងជាយុត្តិធម៌បំផុតក្នុងន័យដែលជាលក្ខណៈសាមញ្ញនៃជីវិតនឹងតែញាតិញោមបើចេះសោកប៉ាន់ស្ដេចយមរាជចេះស៊ីសំណោកនឹងប្រហែលជាអ្នកមាននៅអាមេរិកកាំងនេះសោកច្រើនណាស់ជាពិសេសអ្នកមានទ្រព្យច្រើនបន្តទៅឲ្យរស់បាន300-400ឆ្នាំឬក៏1000ឆ្នាំអីប៉ុន្តែអត់ទេញាតិញោមតែត្រូវហេតុបច្ច័យរោគាអីបៀតបៀនទៅហើយសមនឹងអាយុខៃរបស់មនុស្សមានត្រឹមតែ75បើយើងគិតពីដំណើរនៃពុទ្ធសករាជក្នុង100ឆ្នាំទៅខៃអស់1ឆ្នាំ100ឆ្នាំទៅខៃអស់1ឆ្នាំអញ្ចឹងពុទ្ធសករាជ2570ឆ្នាំនេះអញ្ចឹងខៃអស់ប្រមាណហើយជាង20ឆ្នាំហើយអញ្ចឹងនៅសល់ត្រឹមតែ70ឆ្នាំជាងអីទេហើយបើលើសហ្នឹងមានន័យថាសម្បូរប៉ុនហើយហ្នឹងហើយតែបើក្រោមហ្នឹងទេអាហ្នឹងក៏ប៉ុនតិចអីចឹងទៅតែឲ្យវាលើសឡើងដល់200-300ឆ្នាំគឺអត់ទេហ្នឹងហើយនេះជាចំណុចមួយដែលអាត្មាចង់លើកឡើងឲ្យញាតិញោមពុទ្ធបរិស័ទបានជើញជ្រាបគឺយើងមិនអាចសោកប៉ាន់ស្ដេចយមរាជហើយស្ដេចយមរាជហ្នឹងក៏មិនអាចមកស៊ីសំណោកអីជាមួយយើងទេវាជាយុត្តិធម៌បំផុតហ្នឹងហើយអញ្ចឹងបានការរស់នៅរបស់យើងនេះវាមានឧទាហរណ៍ថាឥឡូវយើងកើតមកយើងមានវ័យក្មេងជាកូនរបស់ពុកម្ដាយយើងបន្តមកទៀតយើងមានគ្រួសារទៅក៏คล้ายទៅជាប្តីគេប្រពន្ធគេទៅតមកទៀតក៏คล้ายទៅជាម្ដាយគេឪពុកគេទៅតមកទៀតក៏คล้ายទៅជាយាយគេតាគេទៅហើយបន្តមកទៀតក៏កើតជាខ្មោចយាយគេខ្មោចតាគេអញ្ចឹងមែនទេញាតិញោមមែនទេវាជាដំណើរនៃជីវិតហ្នឹងគឺប្រព្រឹត្តទៅអញ្ចឹងហ្នឹងហើយអញ្ចឹងបានថ្ងៃនេះញាតិញោមជាកូននិងជាចៅជាញាតិបានរៀបចំធ្វើពិធីបុណ្យជូនអ្នកម្ដាយឡៅអានហ្នឹងមិនអ្នកម្ដាយគ្រប់រូបគឺមានគុណបំណាច់ធំធេងណាស់បងដូចយើងធ្លាប់ឮហើយថាសម្លរបស់ម្ដាយសម្លរបស់ម្ដាយខ្ញុំគឺជាសម្លដែលឆ្ងាញ់ជាង
សំឡណានាទាំងអស់ពីព្រោះម្ដាយខ្ញុំបានបងមេត្តាករុណាមុទិតានៅក្នុងសំឡនឹងរួចស្លាច់បាច់ទៅហើយចឹងមានន័យថារាល់សកម្មភាពរាល់អនុស្សាវរីយ៍ហ្នឹងហើយរហូតដល់មានពាក្យមួយថាអ្នកដែលកុហកកូនបំផុតអ្នកដែលកុហកកូនបំផុតគឺជាអ្នកម្ដាយនោះឯងអានឹងពាក្យដែលយើងធ្លាប់ឮមកហេតុអីបាននិយាយថាអ្នកដែលកុហកកូនដល់ខ្លាំងបំផុតគឺអ្នកម្ដាយគឺម៉ែយើងហ្នឹងគឺនៅពេលដែលម៉ែយើងគាត់មានរបស់ឆ្ងាញ់គាត់កុហកកូនថាកូនគាត់កុហកកូនថាម្ដាយអត់ចេះហូបរបស់ហ្នឹងទេអញ្ចឹងកូនឯងញ៉ាំទៅកូនឯងពិសាកូនឯងហូបទៅដោយសាររបស់ហ្នឹងមានតិចអញ្ចឹងហើយគឺម្ដាយសុខចិត្តអត់ខ្លួនឯងធ្វើម៉េចឲ្យកូនបានរបស់ហ្នឹងម្ដាយមកពីធ្វើការហត់ខ្លាំងលំបាកខ្លាំងកូនសួរម៉ែកាត់អីទេថាអត់កាត់អីទេកូនឃើញទេគឺកុហកកូនរហូតមិនចង់ឲ្យកូនព្រួយលំបាកអញ្ចឹងដល់ពេលសម្រានទៅបានឃើញម្ដាយគាត់សម្រានទាំងហក់ដោយសារភាពហត់នឿយរបស់ម្ដាយអញ្ចឹងកន្លែងនេះគឺថាម្ដាយនឹងមានគុណធំធេងណាស់សម្រាប់កូនគ្រប់រូបបងរហូតដល់អ្នកប្រាជ្ញដោយលោកតាឆឹងកានគាត់មានប្រសាសន៍ថាស្រណោះម្ដាយធ្ងោអាសូរម៉ែស្រែកណាគួអាសូរចិត្តអាណិតម៉ែអស់9ខែម៉ែពូផ្ទៃស៊ូទ្រាំចាញ់គួញួរលហិតលហៃអាស្រ័យបុត្រភ្ងាផ្ញើជីវិតនឹងកាត់ទទួលការលំបាកតាំងពីយើងនៅក្នុងផ្ទៃរបស់គាត់បុរាណគេថាឆ្លងទន្លេដល់វគ្គឆ្លងទន្លេពេលឆ្លងទន្លេម៉ែឈឺណាស់ឈឺក្រៃឈឺក្រាស់ហូសឧបម័យស្ទើរផុតជីវិតចាក់លោកីវិស័យមច្ចរិកមករងចាំណាបើម៉ែបានឆ្លងផុតវាលធំម៉ែស្ដាប់កូនយំម៉ែចំណាំសំលេងកូនតូចដូចបណ្ដាំផ្សះផ្សាមទ្រូងម៉ែឲ្យលះហេតុពិតម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នមបំពេបីបំលងប្រណិតឆ្លងកាត់ដំណក់នៃលោហិតផ្ដិតដោយអរាដល់ថ្លាស្អាតចឹងមានន័យថាជីវិតយើងទាំងមូលរូបកាយយើងទាំងស្រុងនេះគឺកើតចេញពីម្ដាយឪពុករបស់យើងចឹងការឆ្លើយតបចំពោះអ្នកមានគុណបើគាត់នៅរស់យើងបំពេញកាតព្វកិច្ចក្នុងឋានៈគាត់នៅរស់ក៏ប៉ុន្តែពេលដែលគាត់លាចាកលោកទៅនេះដោយបាសិកាឡើងអាននេះគឺអត់មានវិធីអីផ្សេងក្រៅពីបុណ្យតក្កិណានុបទាននេះទេបើហើយបុណ្យតក្កិណានុបទាននេះទៀតមានតែនៅក្នុងពុទ្ធសាសនាហ្នឹងទេបើនៅតែក្នុងពុទ្ធសាសនាហ្នឹងទេអញ្ចឹងតក្កិណានុបទាននេះគឺមានចំណុច3ដែលយើងត្រូវសិក្សាទី1យើងធ្វើទានចំពោះបុគ្គលដែលមានសិលមានប្រសង់ជាបដិគិហកៈអ្នកទទួលទី2ឧទ្ទិសបើគុំផ្លិចឧទ្ទិសហើយជាពិសេសគឺសហគមន៍ខ្មែរយើងនេះគឺមានលោកអាចារ្យតែងដឹកនាំក្រែងលោកម្ចាស់ទានជាកូនជាចៅមិនចាស់ទៅមានអាចារ្យដឹកនាំមានពាក្យថាអ៊ីទាំងវោញាតិតាំងហោនតុសុគតាហោនតុញាតយោរីទាននេះចូលកើតមានដល់ញាតិឬក៏ម្ដាយពុករបស់ខ្ញុំសូមម្ដាយពុកសូមញាតិរបស់ខ្ញុំបានដល់នៅសេចក្តីសុខចុះពាក្យប៉ុណ្ណេះគឺជាពាក្យឧទ្ទិសបងហើយចុងក្រោយអនុមោទនាអ្នកគឺអ្នកដែលស្លាប់ហ្នឹងបើគាត់ផ្លាត់គតិទៅកម្មទីទានមិនរៀបស្មើគឺគាត់អាចមកទទួលបានណាអញ្ចឹងខ្ញុំប្រកាសអាត្មាភាពសូមចូលរួមប៉ុន្តែងាកមកសំណួរព្រះអង្គគ្រូរៀបរាប់អំពីរឿងធាតុញាតិញោមធាតុដែលយើងគិតថាឆ្អឹងណាបើឆ្អឹងនៅក្នុងពុទ្ធសាសនាមាននិយាយអំពីធោបារហបុគ្គលធោបារហបុគ្គលហ្នឹងគឺនិយាយអំពីបុគ្គល4ពួកដែលគួរដល់សទ្ធោបច្ច័យសម្រាប់ដាក់ធាតុទុកដល់ទុកបូជាទុកបូជា
ទី1ព្រះសម្មាសម្ពុទ្ធបងទី1ព្រះសម្មាសម្ពុទ្ធទី2ព្រះបច្ចេកពុទ្ធទី3អគ្គសាវកនិងព្រះរហន្តហើយទី4ស្ដេចចក្រពត្តិហើយពុទ្ធក៏ព្រះអង្គមិនសិតតែបន្សល់ទុកនៅប្រធានទេព្រះអង្គខ្លះបញ្ជនច្រើនអញ្ចឹងទៅព្រះអង្គជួយដល់មនុស្សច្រើនទៅព្រះអង្គអស់បញ្ជនទៅក៏អត់បន្សល់ប្រធានសម្រាប់ដាក់ក្នុងបច្ច័តដីទេពុទ្ធខ្លះបញ្ជនតិចដោយព្រះសមណគោតមបរមគ្រូនៃយើងទៅក៏បន្សល់ទុកនៅប្រធានមាន3ខ្នាតហើយមានប្រធានដែលមិនបានបែងជាចំណែកតូចនោះក៏មាននឹងមានព្រះអក្ខកធាតុឆ្អឹងដងកំបិតមានព្រះទេតធាតុព្រះជង្គង់កែវមានព្រះអនហេសធាតុឆ្អឹងថ្ងាសហ្នឹងដែលមិនបានបែងជាចំណែកក៏ប៉ុន្តែដោយការនឹកដល់គុណូបការៈរបស់ម្ដាយពុកជនជាតិខ្មែរយើងក្តីជនជាតិចិត្តនៅខាងយើងក្តីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហ្នឹងគឺច្រើនតែធ្វើចិត្តដីដាក់ធាតុពុកម្ដាយជួនកាលក៏មិនបានទុកដាក់នឹងចិត្តដីទេដាក់បូជានៅក្នុងដីជួនកាលក៏បាចសាចអីទៅនៅលើដងស្ទឹងទន្លេអញ្ចឹងក៏ប៉ុន្តែមិនសូវមានទេបើមិនសូវមានទេស្រុកយើងណាតែបើនៅឥណ្ឌាដោយព្រះអង្គគ្រូសទ្ធម្មវង្សាខៀវម៉ាលីនបានលើកឡើងខាងដើមហ្នឹងគឺឥណ្ឌាហ្នឹងគឺមាន4ទម្រង់អញ្ចឹងហើយបានក្រោយពេលដែលព្រះអង្គត្រាស់ដឹងឡើងគឺមានសម្ពុតព្រះអង្គមុននឹងអនុញ្ញាតឲ្យប្រើប្រាស់នៅការបដិជីវរហ្នឹងគឺមានបាំងសកលជីវរហ្នឹងគឺថាលោកទៅយកកណាត់សម្ពុតដែលគេរុំសាក់សពយកទៅបោះចោលក្នុងព្រៃស្ម័គ្រសានហ្នឹងយកមកធ្វើស្បង់ជីវរហ្នឹងអញ្ចឹងគឺយើងមើលទៅយើងឃើញថាមានទម្រង់ជួនកាលគេបោះទៅក្នុងទឹកជួនកាលកប់ទៅក្នុងដីជួនកាលបូជាដោយព្រះអគីគឺភ្លើងនៅស្រុកយើងដល់និយមចាត់ដីទៅក៏មានករណីមួយជជែកគ្នាដែរញាតិញោមជជែកថាឧទាហរណ៍ថាម្ដាយស្លាប់មុនទៅធ្វើចិត្តដីមួយទៅrồi tới đã slap cào nó chỉ chê kia thà cua đã cho mùi mà đái rồi có những thui chật đầy mùi tiệt còn là thấy ở đâu mùi kia bàn đi cái anh lục cật lục kia nó chật đầy vô cả cật đâu rốt cật ở sâu trâu kia phong có bàn tay chia xa chặt thôi nhận nhóm nuôi dưỡng tại cả nào vì nhiên tới cứ tới chỉ thiệt ọt đằng này cái đấy chỉ răng về thời gian cài giáo bắt thợ vấn thì sẽ thân thuật thổ về tạo về nhiệt não này ra thăng về cái lần cái răng cài đấy mình đâu vô phần màn lại tại miền nhiên từ pra hai chỉ cái cứ kề bọc bong chào còn đừng đi sừng con nơi lừa phản đấy đôi chuyện còn áo rục về giáo miền này chẳng miền này thằng mấy miền này thằng về để còn về nhiên tới cứ xạ sọp thiệt ọt đằng này vào hai cái ấn nó có chỉ thiệt ọt đằng này chẳng ca tục đạ thiệt nó cứ con tay rùng lực nụ sao đi đầm bay sầm rạch bàn nơi nông ca đằng quân đập vào năng thể ọt chỉ xây thế trong tục có tục mình trong tục có ọt ấy đài là ngày tua bà đệ son thị vì nhiên là gì nông thua nó cái ta trộn tết bà đệ son thị ai tầm muối khẩn nạ thế nhiệt nhộm chú cá quạt từ tiêu đà bạc từ là ngày dương đôi nơi bà tê Sri Lanka miền sụp hầu muối sửa xê thả tá chiết kráu miền đại rư tê xong thành tích tới cặp lại sụp hầu nó đã chùm nòn chừng ta chiết kráu miền đại rư tê hay cái sầm rong vô rương bật mùi để côn mình đấy chăm chiết vậy nhung chăm chiết về để còn đại dụ pi năm pi tông pi năm 7 năm nữa còn trong tàu tia chiết môn bọc còn ấy chơi tè rụng ốc mà đai bục thay trong tàu tia để còn cả chiết môn nữa nè
ngày mũi mà đài bục xạ là bong thà ta cô nâng miền tây bịch và quạt chuyện môn đại ọt miền mà đài miền ấy chẳng có nòm từ cô nó prap phơi từng ọt một phơi chuê đam từ tới đo tiền nâng mền vậy đâu đo tiền nâng xu mà đài bục mà chặt tiền nâng thà tao tiền nâng miền nè slap đài rồi tề cái lon máu đó cái lon máu pi bảy năm muốn miền nè slap ọ tham miền côn quạt slap mà nèไอ้เต้สลับปีทั้งไงนาบานปรับทั้งไงปรับใครชนำเต้บานเมากาลกะเลมือเมาเป็นเน็ตมือหนึ่งไงเด็กโกนั้นจอจำประเดี๋ยวสันตินั้นคือไงนะคือเต้าคะแนนหนึ่งไงนอกสลับคือมาเต้าคะแนนหนึ่งไงได้โกนั้นมาจอจำประเดี๋ยวสันตินั้นจุดโดยมุ้ยได้เป็นประกอบทับเป็ดเจโกนยังไงให้สู้ตัวเตี้ยทาจ้าปูนองกลัวซานั่งเมียนมนุษย์มันเนี่ยแต่โกนขมิ้นนั่งอัดในเยโรเตอัดเยโรเตให้สู้ทาหัดไอ้บานขมิ้นนั่งอัดเยโรมาได้ปลุกเจียดบนทาโกนนั่งการเนื้อรู้นั่งชลุแต่ขณีอัดเติมขณีเตจังอากรมพังการสอบนั่งไปจอบต่อเจียดเติมจังเจียดเราเจียดให้จุดน้อยจงกร้อยดำไปเอาดังเป็ดประกอบถาเต้าเป็ดจีขมิ้นนึงเตี้ยนึงคือเป็ดจีทลบในทลบรูในเมนหรืออดจังเอาขมิ้นนึงเรือระบอแต่ขมิ้นนึงตกกระไรนาขมิ้นนึงแต่โยตั้งปีสุดเพอไปซ้อมบริเวณได้ทลบปลาเจียดมนนึงโยมาบังหารท่านี้ระบอยอมนี่ระบอยอมchân cái lại nhất mà chọn lực lượng thà, bên nó thôi ao sa po đầm miên ở Bắc Sri Lanka nó chọc sai mà nhiệt độ chọc sai, bay rừng từ hai ban bị triệt thà, triệt cáiเป็ดจีmiền miền đại sang miền âm nang miền phật tàng cho bà lo, có vấn đề trong cuộc sống xã miền rừng cái rắn á, này gì bị triệt cái miền đôi khi này ba sự ca lào án có aiประเดี๋ยวสันติในทานปุ่งปูอย่างเตอร์ให้เทียบบัดตุกกดตุกเตอร์มันตุกก็มันจะปัญหาอีกได้แต่ก่อนแต่การรุมลึกดอกก้นก็แต่ปนังเตเปล่าวิบากกับประเดี๋ยวสันติวิญญาณคือเตอร์จังนี้คือจีจำนวนได้จังเอาเหยียดโยบานเชียบให้ส่งบอลกับซาได้การไงนี้บานจีจำนวนดอกบาสิกาลาวอานส่งเชิญแต่การสกเตพบก็ใบเคลียร์ลายให้ส่งบิจอบประโทษแต่ปัญหาให้ควาขาดให้ส่งเปรียมาไทยละเดี๋ยวมวลมันไทยมันได้นะครูส่งอะนโมตนีสาธุสาธุสาธุหยิดโยมสดับตอนนั้นนะหยิดโยมถั่วองครูไปรู้ให้บานเป็นเจตรองจำนวนอธิเทียดนั้นจิตตีกรบในโกนใจปรสไรไอจำในได้เยิงอธิทานดำกอลตกขนมเกาดำใบดำกอลกรบนั้นจิกาละอจำในตีเตยังกึดคลายไกรบ่าในรัตเรียแผ่นใดมันสะสมไอยังโยตัวเรียบจำไอตามสตึงตามสมดตามกงเกียนั่นคือมันต่อเข้าไอเตจังสมเอาเหยียดโยมสงบจิตสงบอารมณ์ให้รวบรวมโดยการปฏิบัติจมปัวลูกเนี่ยดำเนินกุลบ่เยิงพอบนธรรมเตียนสมอุตจูนเอาโยมบาสิกาลาอานสมบานตะการนองสกติภพได้เจียพอบนสมปุตบริสันบานประกอบโดยเมียงกุลโปตั้งบุญประกาคืออายุวันณะสุขะปะเลียกมใบเคลียงเคลียดลายอะยังธรรมเตสนาเนติตาปะทัวเตสนาสมรวลโดยการนังวิลีปนในเองเอวังทุกสาธุปดเตโยคาลิตาโตสาวฝนโทคำว่าโตตังแมงพร้อมเมโยคาลิตาโตธัมโม
ตุสาวสันโทขมัตโตตังแม่แม่น សំលេងធម៌គ្រូនេះរាយនេះចែកដែលលើឈ្មោះញោមញាតិនៅនេះដែលបានផ្សាយធម៌រាយនេះរាយអីទៅប៉ុន្តែមកធំមែនញោមធំបេះដូងហ្នឹងហើយទោះបីទំហំដីដូចមែនក៏ប៉ុន្តែបេះដូងធំណាស់ញោមហើយបើយើងគិតពីការជួយឲ្យចេញពីវត្តនេះចេញពីពុទ្ធបរិស័ទនៅទីក្រុងឡង់វិចទៅជួយនៅស្រុកខ្មែរហ្នឹងច្រើនណាស់ញាតិញោមបើរាប់ចំនួនបើយើងអត់គិតអត់ដឹងទេប៉ុន្តែបើយើងគិតហ្នឹងហើយកន្លែងនេះបានជាមជ្ឈមណ្ឌលពុទ្ធសាសនាខ្មែរមួយដ៏សំខាន់ដែលផ្សាយព្រះធម៌ព្រះវិន័យហើយបានចូលរួមជួយដល់ជាតិដល់សាសនារបស់យើងនៅឯស្រុកខ្មែរទាំងនិយាយជាដែលឡាយដែលស្មាពីរអង្គនេះដូចមិនដៃចោលទេគាត់នេះមកដើម្បីញាតិញោមបានឱកាសមកជួបអង្គគ្រូហាក់សៀងហៃព្រះបញ្ញាមនីញាណឬសៀងហៃเป็นមកពីស្រុកចិនហ្នឹងណាកុំច្រឡំពីបាត់ដបងស្មោះហើយស្រួលគេចាប់ចូលខ្លះមកមិនទៅណាញោមតាទៅតាមដែលឃើញផ្ទាល់ទេឃើញតាមទូរស័ព្ទហ្នឹងហើយញោមនិយាយបានល្អបើញោមអត់ចេះនិយាយទេឃើញលោកគាត់រំភើបពេកអូកណារំភើបបានជួបដែលគុណទាំងរស់ណាគាត់ចង់និយាយថាបានជួបតល់ហ្នឹងណាតែគាត់អត់ចេះនិយាយចេះនិយាយទៅរំភើបចិត្តហ្នឹងបាយចិត្តហ្នឹងបានជួបពីគុណហាក់ថ្ងៃទាំងរស់ហ្នឹងហើយចឹងអ្នកលោកគ្រូនៅបាត់ដំបងជួយលោកជានាយកប្រតិបត្តិពុអកខ្ញុំខ្លះដឹងស្អីទៀតពុអកទៅជាពុកណាស់ទៅបងអើយតាមពិតពុអកពុទ្ធសាសនាដើម្បីការអប់រំនៅកម្ពុជាចឹងគឺបានជួយដៃខាងទឹកដីបាត់ដំបងខេត្តបាត់ដំបងតែចែកទៅគ្នាកម្មនេះញាតិញោមបងគ្រូនៅខាងបាត់ដំបងអាត្មាជាបណ្ណវិញនៅខាងភូមិពាកវាយប់ទឹកដីខេត្តបន្ទាយមានជ័យនៅផ្លូវជាតិលេខ6ចុះពីស៊ីសុផុនទៅណាផ្លូវទៅសៀមរាបណាញោមតាមនឹងឯងពោះស៊ីសុផុនតែ17គីឡូបាត់ឆ្វេងចូល7គីឡូទៀតដល់វត្តមួយឈ្មោះថាវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ខេត្តបន្ទាយមានជ័យតែរយៈពេលជាង10ឆ្នាំនេះមកទៀតបានដឹកនាំកសាងប្រភេទសំណង់មាន2សំខាន់ទី1សំណង់ទន់ញាតិញោមសំណង់ទន់ហ្នឹងគឺបានដល់ការបើកពុទ្ធកសិក្សាឲ្យលោកបានរៀនបានសូត្រចិញ្ចឹមឆ្នាំខ្លះ270អង្គឆ្នាំខ្លះ160អង្គនៅឆ្នាំនេះបាន150អង្គបានជួយបដិបដាលអង្គខ្លះក៏បានចប់បឋមសិក្សាទៅបន្តនៅថ្នាក់មធ្យមសិក្សាទៅថ្នាក់ឧត្តមសិក្សាអង្គខ្លះក៏បានការងារធ្វើជាគ្រូឧទ្ទេសសាចារ្យហាត់បង្រៀននិងសំណងទន់ហ្នឹងគឺយើងបានធ្វើមកជាង10ឆ្នាំហើយហើយញាតិញោមនៅអាមេរិកក្តីនៅអូស្ត្រាលីក្តីនៅប្រទេសនានានៅខាងក្រៅដែលប្រជាពលរដ្ឋសាសនាខ្មែរយើងហ្នឹងគឺតែងតែបានចូលរួមចិញ្ចឹមប្រសង់ហ្នឹងហើយយ៉ាងញាតិញោមបានជ្រះថ្លារីករាយចិញ្ចឹមបានហ្នឹងថ្នាក់បឋមញាតិញោមលោកមិនសូវធំដែរញាតិញោមដូចទូចចឹងអាត្មានឹងរៀងទទួលលោកសាមណេរតូចហ្នឹងពីមួយឆ្នាំដល់មួយឆ្នាំហ្នឹងលោកធំចាំបាន3ឆ្នាំលោកតថ្នាក់បាទចឹងលោកតូចចូលមកទៀតចឹងការទទួលខុសត្រូវនិងការគ្រប់គ្រងហ្នឹងគឺមនុស្សថ្មីរហូតថ្មីបានចេះទៅតថ្នាក់ទៅបាត់ទៀតមកទៀត
chẳng bật hà mình trẻ mới mê mình trẻ ớt một cái mùi lúc nên sang mà này tôi thế cái cặp chrome hoàn bàn này là bước miền đông miền sang mà này mà ông bầu về nó chuẩn tới để muốn chứ nằm để nên bị tu ô là bước hay là bệnh ô hay là nhộn là ngày bạn ấy làm ở tân trẻ xó là bạn thua trả YouTube với snap chăm óc nhộn để bệnh sao sẽ cái chết này chỉ làm vì đi miền chơi đòn bánh bàn mà mì sổ bàn bằng đấy ta là dương cục cồn lục bàn cùng là gì đó rừng liền sâu gì tầm tại cục cồn rằng và cục cồn mình bàn đấy cùng gì đó rừng liền sâu là ai liền sâu đầy bàn để cho cả cục cồn ấy song hành có là cái pro để sọc dương việc làm sao bài tham hiệp sọc tây dương cồn cầm pri nâng giang tiết mà đài phục nó bay bạc đi chùm nạ sọc chân bẩm tục nó phía trán nó lên chỉ đồn làm tiền bay tới bờ bàn vô từ quá đêm còn đó như không bờ bàn vô từ tế phun nó đang viên ăn tục hiệp bên pro cái này đại xa việc quan là ca pra đương nhiên việc quan là ca sẽ công hay ba chục bọn ấy sổ ra mê rai cứ bênh được tục ai được làm sọc tham phun lâu đó biệt cảm đây khiến tất căng là về gì tới đôi gì đào nơi thằng prom đại nơi tam các bạn prom đại nó cứ bằng hà dù đang ở sân kriêm khó của bàn thái mê tầm nương nó có sơ bộ bàn đại chẳng ai bàn vật ở ram để lương màu này cứ mình bên bật tộc bằng áp sọc tê chu này như thế bàn thái thì vì con là sầm bát làm con bị bắn con sầm bát con bị bắn sầm công đến việc khơi này cả pra trường nhiên cảตัวtiền trường sụp văn có bàn tay bàn là xong cái đấy lúc ru hạ sân hai nó có kháng bằng tầm bòn để chui và đốt và đào lư bị xài ở rồng vàng salary để tới kháng mạo tiền đi có cô nên để tranh bị tam cho cô lùng bạc còn sọt đến màu riêng màu sôn chẳng đuôi chui bàn trà nãy nhiệt nhôm chui bàn chẳng bàn sông ở con nhiệt nhôm này cào tê lại dục chân tục đặc chui đào tê luôn dơ này lại tê Campuchia nên sông Long Tuấn nhiệt nhôm sông Long Tuấn cao thà bị sai ở rungไอ้มาได้เลิกล้างค่ะวิสัยออกรุ่งเชี่ยวิสัยสโนว์เปลี่ยนข่าวออกรุ่งคือเปลี่ยนข่าวดูว่าไอ้เชี่ยข่าวเป็นจังเลยเนี่ยโยมมาเพียรก็ได้กองครูหาเสียงไทยก็ได้แบบกองตัวตัวบางข่าวออกรุ่งนี่ละปีพุทธศาสนาปีสังคมจุดนั้นดำเราหลบเราโคนนั่นก็ให้เชี่ยมันหาช่วยดอกกระดาษเอาเด็กมันโตไปในบ้านเนี่ยเป็นไงจะไม่บ้านสำนักเป็นกรมรัตนบัณฑิตเป็นสายนั้นเราจะต้องอ่ำมาความจันทร์ชวนนี้แบบกองบ้านเรียนnóไปเนื้อรุ่นโตดงอะไรเราแต่เดิมเราแต่เคยสอบกับมาเพียบเนาะเรากับมาเพียบการเรียนตอนเรียนเราโจดาวนั้นเราchỉ làm từ đây lần hơi dành dụng hay lần ba và khai vào xa với đánh mà cái này nó đánh cho mình đo sưu buồn thì từ cả bị quan mà phải bay bọn mình cho thành để xây mà khai đếnยืนตัวบานสมัติทอนชนะยืนบานเกลือหมักใส่ทั้งเบตงทั้งอ้อมลงที่เราเชียร์แล้วดอกวันนั้นchẳng lên làm ba hay nhìn nhôm lên làm ba hay biết phơi chỗ đó hay chỉ tao đây còn sống sắp tới đục còn cột bay ngăn chừng ngông việc là hao than sắp tới nâu màu kỳ cọp bạn này lời đấy bài tay chỉ thôi cho nên than bút sát na mũiแต่เบียนไปจัดในตำนานประเทศอินเดียกรุงเบียลังกาเบียนสลาบเลยเบียนกบซังเบียนซังรบโรยอังในพวงศักษาเรียนโซดนั่นเบียนเพลวโจเลยทำไตรให้จึงสำนำตนนั้นยังฟื้นบาน
ច្រើនយើងបានបន្តបដាលបើយើងគិតពីឆ្នាំ2012 2013ដល់2026នេះទៅសង់ចូលជិត2000អង្គនោះក៏ដែលទទួលបានការអប់រំទទួលបានការសិក្សាហើយលោកបានបន្តទៅថ្នាក់មធ្យមសិក្សានៅថ្នាក់ឧត្តមសិក្សាហើយសំណងរឹងអូយើងបានសាលាបាលីជាគ្រឹះស្ថានសិក្សាមួយដ៏សំខាន់យើងបានដាំដើមឈើមកស្មារតីដាក់ដើមឈើដាំស្មៅនិយាយទៅសំរុំមែនទេមានបរិស្ថានមានដើមឈើឥឡូវមកលុបទៅឈឹងទៅឆៃហ្នឹងហើយរហូតដល់រដ្ឋមន្ត្រីក្រសួងបរិស្ថានចំណន់ឯកឧត្តមសាយសម្បាល់ហ្នឹងគាត់បានឲ្យវត្តនៅស្រុកខ្មែរយើងធ្វើការប្រកួតប្រជែងក៏មានន័យថាចង់ឲ្យវត្តនឹងស្អាតគ្រប់វត្តគ្រប់កន្លែងហ្នឹងគាត់មានកម្មវិធីមួយគឺប្រកួតប្រជែងអារាមនៃត្រីភាពបរិស្ថានមានន័យថាអារាមដែលមានបរិស្ថានស្អាតការនោះគឺដាក់ពាក្យគេផ្ញើពាក្យឲ្យដាក់ហ្នឹងអាក៏ដាក់លេងទៅមិនទាំងខំថាបានជាស្អីព្រោះតែឃើញតែការរៀបចំវត្តអារាមហ្នឹងមិនមែនតែបីបានលេខ1លេខ2អីទេព្រោះយើងសិក្សានៅក្នុងពុទ្ធសាសនាទៅព្រះពុទ្ធជាអង្គម្ចាស់ព្រះអង្គសម្ដែងពីការមិនសម្អាតការធ្វើឲ្យប្រឡាក់សេនាសនៈសង្ឃនឹងមានទោសផងមិនត្រឹមតែត្រូវអាបត្តិទេគឺមានទោសដូចយ៉ាងពិខុមួយអង្គនៅក្នុងសម័យពុទ្ធកាសបៈទោសពលកាន់តែលោកបែកញើសលោកប្រាស់ខ្លួនសឹងអត់មានកម្ដាលញើសលោកបែកខ្ចាយពេញនៅទៅឲ្យលោកអត់សម្អាតដល់ពេលលោកចូលតិចិត្តមកដល់លោកសៅមងចិត្តទៀតញោមកាន់តែសៅមងចិត្តដែលសៅមងដើរតួជាចេតនកម្មបយ៉ាងនៅវិបាកខណ្ឌបដិសន្ធិក្នុងកំណត់យៈក៏លោកហ្នឹងអស់ពីជនពីលោកទៅកើតជាយៈនៅក្នុងកំណោសម្រាប់ពពោះប្រភេទកំណត់ខ្លះកើតពីកន្លែងស្មៅក្រមហ្នឹងឯងក៏កើតពីយៈកើតពីអីហ្នឹងកើតក្នុងកំណោសម្រាប់ហ្នឹងយៈហ្នឹងឈ្មោះថាសូចេលមយៈយៈដែលមានរោមមុតស្រួយដូចបញ្ជុលហើយមានខ្លាំងអសោហ្នឹងកាត់ចេញពីការមិនសម្អាតសេនាសនៈលិបសង្ឃហ្នឹងត្រូវអាបត្តិឲ្យមានទោសទៀតហើយនៅក្នុងអានិសង្ឃការបោសសម្អាតវត្តអារាមហ្នឹងគឺក្នុងពុទ្ធសាសនាហ្នឹងព្រះអង្គសម្ដែងថាមានរហូតដល់5ទី1ខ្លួនឯងអ្នកបោសសម្អាតហ្នឹងជ្រះថ្លារីករាយមុនគេខ្ញុំដឹងហើយបើថាវត្តអារាមទៀតសប្បាយយើងក៏ដោយតែយើងសម្អាតយើងបោសយើងជូតយើងរៀបចំទុកដាក់យើងសប្បាយបើផ្ទះយើងស្អាតសប្បាយឡានយើងទៅចឹងឡានយើងស្អាតពីក្រៅមិនដឹងទេបើខាងក្នុងយើងរៀបរយស្អាតបាទអារម្មណ៍យើងម្ចាស់ផ្ទះម្ចាស់ឡានគឺសប្បាយចិត្តមុនគេហ្នឹងក្នុងពុទ្ធសាសនាសម្ដែងចឹងទី2អ្នកដតីគេជ្រះថ្លាដែរនៅពេលដែលវត្តស្អាតនៅពេលដែលអារាមស្អាតទៅអនាម័យទៅអ្នកដែលមកហ្នឹងក៏មានអារម្មណ៍ជ្រះថ្លារីករាយដែរទី3នោះទេវតាស្រឡាញ់ក៏អរុគទេវតាអាកាសទេវតារាមទេវតាមានពេញតាណាពេញតាណីមិនយើងមើលមិនឃើញភ្នែកយើងវាអត់ល្អមើលទេវតាអត់ឃើញតែពួកទេវតាហ្នឹងយើងមើលយើងឃើញទេវតាឃើញនិយាយហ្នឹងគាត់មកវត្តជួយកិច្ចការងារហ្នឹងហើយជួយទុកជួយដាក់ជួយសម្អាតជួយអីទៅទេវតាស្រឡាញ់តែទី4នោះឈ្មោះថាធ្វើតាមព្រះសម្មាសម្ពុទ្ធឃើញទេតែទី5ពេលដែលលាចាកលោកទៅនឹងបានទៅកាន់សុគតិភពចឹងអាត្រង់ដែលស្មានថាឈ្មោះថាទៅតាមព្រះសម្មាសម្ពុទ្ធហ្នឹងគឺថ្មយូរមកអាប់ឡាយយូរមកធ្វើវត្តនឹងឲ្យទៅជាអារាមមួយដែលមានបរិស្ថានសមរម្យហើយដាក់ពាក្យក្រសួងគេឲ្យដាក់ក៏ដាក់តាមគេតាមឯងទៅដូចតាមដឹងដូច34វត្តទូទាំងប្រទេសគេជំរុះចោលឡើង3ដងជំរុះមកសល់3វត្តគឺយូរណាស់ញោមកាលពីឆ្នាំ2022បើឥឡូវខ្ញុំជាប់ហ្នឹងវត្តស្អាតច្រើនប៉ុន្តែកាលនោះវាអត់ទាន់មានវត្តប្រឹងប្រែងរៀបចំទៅជាឱកាសដែរគេស្អាតក្នុងចំណោមនេះអត់ស្អាតហ្នឹងដល់ពេលចឹងដាក់ទៅជាប់លេខ1វត្តប្រាសាទស្រះកណ្ដាលចាស់កានទីមានជ័យដែលគេចាត់ទុកថាជាអារាមដែលស្អាតហ្នឹងមានប្រសង់សិក្សារៀនសូត្រមានសំណង់
អាគារសំរុំហើយវាជាពិសេសដើមឈើវាលស្មៅដល់នេះពួក AOT នេះពួកអ្នកដែលទៅសម្របសម្រួលចំនួនព្រំដែនកម្ពុជាសៀមតាំងពីការជួបបិណ្ឌក៏គេទៅចូលឆ្នាំថ្មីនោះគេទៅដែរដោយសារម្យ៉ាងគេកំពុងនៅមនុស្សស្រាប់នៅតាមព្រំដែនស្រាប់អញ្ចឹងគេជ្រើសរើសវត្តណាដែលគេទៅហើយគេសម្រេចចិត្តនិងទទួលបានចំណេះដឹងពីវត្តពីអារាមដល់បច្ចុប្បន្ននេះតើតើនៅវត្តអារាមរដ្ឋមន្ត្រីក្រសួងធម្មការសាសនាដំចៅវរិនបានចែងជាអភិក្រម3ដែលយើងឮថាស3ណាស3ទី1គឺស្អាតវត្តត្រូវតែស្អាតទី2គឺស្វាងទៅវត្តអ្នកមានធម្មទេសនាមានលោកឲ្យបានមានការទេសនាព្រានបដៅអប់រំទៅធ្វើឲ្យមនុស្សដែលចូលវត្តទៅមានភាពភ្លឺស្វាងមានន័យថាមានបញ្ញាដល់ទី3ស្ងប់ចូលវត្តទៅមានអារម្មណ៍ស្ងប់មានសមាធិមានអារម្មណ៍រីករាយសប្បាយក្នុងបុណ្យកុសលអញ្ចឹងដល់ពេលគេជំរុះទៅញាតិញោមវត្តស្មានហ្នឹងគេឲ្យពៀនមានពៀនជ័យលីពីមាសដែលគេចាត់ទុកថាជាលេខ1ហ្នឹងហើយដល់លេខ2វត្តនៅខាងខេត្តសៀមរាបវត្តដំណាក់ទី3នោះធ្លាក់ដល់ខេត្តកញ្ចេះនៅវត្តសសរ100យ៉ាងអញ្ចឹងជាគោលការណ៍របស់ក្រសួងនឹងហើយតាមហ្នឹងគឺ4ឆ្នាំបានមានការពុទ្ធជេងវត្តស្អាតនិយាយគេស្ដាប់ថាពុទ្ធជេងវត្តស្អាតក្នុងប្រទេសកម្ពុជារបស់យើងបានស្មានរួចខ្លួនហើយធ្វើបានប្រគួតមុនគេហើយក្រោយគេមិនឲ្យដាក់ទៀតទេព្រោះយើងរួចហើយណាយ៉ាងហើយណាក៏ចំនួនទី1មើលទៅខាងមុខទៀតលោកគ្រូហាក់ចង្អៃដាក់ដែរទៅលោកបាទប៉ុន្តែជារួមអាត្មាលោកគ្រូអីគ្មានចង់បានលេខស្អីទេគ្រាន់តែធ្វើតាមដែលយើងស្រឡាញ់ពីពួកយើងដើរច្រើនមកក្រៅប្រទេសឃើញបរិស្ថានអីគេស្អាតតែក៏ចេះតែរៀបចំវត្តអារាមឲ្យបានសមរម្យទៅតែប៉ុណ្្នឹងឯងបងអញ្ចឹងក្នុងពេលនេះឃើញថាពេលវេលាក៏រំកិលទៅខាងមុខមកទៀតគ្រាន់តែលើកចំណុច2មិញនេះថានៅវត្តភាសាស្រះកដាខ្ចាស់កន្ទីមានជ័យរបស់អាត្មានឹងកសាងសំណង់2សំណង់ទុននឹងបានដល់ការអប់រំបណ្ដុះបណ្ដាលឲ្យប្រសង់សិក្សារៀនសូត្រដល់សំណង់រឹងនឹងសំណង់អាគារហើយឥឡូវយើងបានច្រើនហើយអស់នៅតែព្រះអង្គធំមួយទេដែលកម្ពស់រហូតដល់80ម៉ែត្រឯណោះបងហើយយើងធ្វើបាន 70% ហើយស្អាតណាស់ញាតិញោមកំពុងចាក់ដល់តាគៀកបងណាឥឡូវតែសម្រាប់មួយខែនោះព្រះវិហារអង្គធំហ្នឹងឥឡូវនេះកំពុងចាក់បើចាក់ហ្នឹងជាងខ្វះស៊ីវងច្រើនណាស់ដែលគាត់100តោនតែមួយខែប៉ាត់100តោនមួយខែប៉ាត់អញ្ចឹងមួយតោន$100ក្រែងលោកញាតិញោមនៅរដ្ឋនេះឬរដ្ឋណាដែលស្មារតីទៅដល់ញាតិញោមមានបំណងចង់ចូលរួមជាប់និស័យជាមួយព្រះអង្គខំអីតិចច្រើនឯតាមទឹកចិត្តមិនអីទេពុទ្ធបូជាមហាតេជោក៏ការបូជាព្រះការកសាងព្រះនាំមកនៅដេជាច្រើនធម្មបូជាមហាបញ្ញាការបូជាពធនាំមកនៅបញ្ញាច្រើនសង្ឃបូជាមហាធនំការបូជាព្រះសង្ឃនាំមកនៅត្រប់ច្រើនអញ្ចឹងខ្ញុំកណ្ដាអាត្មាពេលប្រណែរំលែករឿងនៅស្រុកខ្មែរហើយកាលសង្គ្រាមលើកទី2កាលពីថ្ងៃទី7ទី8ខែ12ឆ្នាំ2025ហ្នឹងរហូតដល់ថ្ងៃទី27នឹងបាត់ឈប់បានចូលជាធរមានរយៈពេល21ថ្ងៃហ្នឹងវត្តប្រាសាទស្រះកដាចាស់ស្មានេះទទួលខុសត្រូវលើបងប្អូនជនភៀសសឹកហ្នឹង1600គ្រួសារស្មើនឹង7-8,000នាក់វាមនុស្សរាយណាពេញណាពេញណៃហ្នឹងទាំងអស់បងហើយអាច16ហោះរំលងវត្តស្មាផុតនឹងអាចជា10គីឡូតបស្ទុះនៅបន្ទីទាហានហើយពោះនឹងឆ្ងាយទៀតទៅដល់ស្រីស្នំអីនោះនឹងហើយនៅម្ដុំមកកាក់ហើយនៅកងវ៉ាអត់ទោសនៅម្ដុំកងវ៉ានៅក្រុងស្រីសុផាន់ហ្នឹងក៏ច្រើនក្រប់ដែរហ្នឹងហើយអញ្ចឹងគឺថាវត្តអារាមមានតួនាទីសំខាន់ណាស់នៅក្នុងកលៈទេសៈដែលប្រជាជនប្រជាពុទ្ធបរិស័ទខ្វះទីពឹងគឺរដូវវត្តហើយហ្នឹងហើយប៉ុន្តែពេលដែលអត់ទាន់មានបញ្ហាសូវទៅទេមើលតែមានបញ្ហាហ្នឹងហើយទៅហើយខ្វះមិនបានទេ
ពុទ្ធសាសនានៅស្រុកខ្មែរយើងដូចសរសៃឈាមក្នុងខ្លួនប្រាណយើងអញ្ចឹងធ្វើអីក៏ត្រូវការលោកដែរការកូនក៏មុនលោកឡើងផ្ទះក៏មុនលោកមានអ្នកណាស្លាប់ក៏មុនលោកមែនទេញាតិញោមមែនទេរហូតមកដល់អាមេរិកហ្នឹងក៏ទៅតែមានវត្តមានលោកដើម្បីមកធ្វើបុណ្យហើយដូចថ្ងៃនេះអញ្ចឹងថ្ងៃសិលក៏មកវត្តអញ្ចឹងគឺថាចិត្តគំនិតបេះដូងប្រមាត់ថ្លើមយើងសរសៃឈាមរបស់យើងគឺវានៅនឹងពុទ្ធសាសនាវប្បធម៌ប្រពៃណីមិនមកអារម្មណ៍មិនសំណុកក្នុងចិត្តក្នុងខ្លួនទេហើយដល់មកទៅឃើញព្រះសង្ឃឃើញព្រះឬសំឡេងធម៌អីទៅមានអារម្មណ៍ថាខ្លួនឯងមានទីពឹងមានសារៈប្រយោជន៍មានខ្លឹមសារមានន័យទេជីវិតដែលយើងមានអ្វីជាខ្លួនឯងហ្នឹងគឺមានន័យដូចយើងជាខ្មែរយើងមានអត្តសញ្ញាណជាតិយើងមានអីពុទ្ធសាសនាមានអីទៀតអក្សរសាស្ត្រវប្បធម៌ប្រពៃណីសពគ្រប់ទាំងអស់កាន់តែកលេសទៅតែខ្មែរនេះលេសទៅទាំងខ្មែរពីព្រោះអីភាសាខ្មែរអក្សរខ្មែរពុទ្ធសាសនាខ្មែរបង្ហាញតែត្រឹមតែនៅក្នុងស្រុកឯងសំបីតែដល់ស្រុកក្រៅហើយក៏មកតាមយើងទៀតដែរណាវប្បធម៌ប្រពៃណីភាសាអក្សរអីមានសហគមន៍មានសមាគមអីចឹងនេះគឺជាការបង្ហាញខ្លួននៅកន្លែងណាឲ្យតែខ្មែរទៅដល់ដឹងតែមានវត្តអារាមមានប្រសង់អីចឹងហើយបើទោះជាអត់ក៏មុនលោកមកដែរក្នុងពិធីបុណ្យចូលឆ្នាំប្រជុំបិណ្ឌបីនេះសំគ្រប់ប្រការចឹងងាកមកថ្ងៃសិលនេះសិលហ្នឹងបើនិយាយជារួមទៅមួយខែមានបានសិលយ៉ាងនោះដែលនិយាយក្នុងបកតិបោសតហ្នឹងយើងថាមួយខែមាន4សិល8កើត8រោច15កើត15រោចហ្នឹងហើយពីដើមស្មានៅទូចឬតែសិលធ្លាប់រឿងចិត្តហ្នឹងបានថាអ្នកមានសិលចេះខុសចេះហើយដល់ពេលយើងរៀនទៅយើងដឹងថាអូសិលហ្នឹងប្រែថាម៉េចសិលប្រែថាប្រក្រតីសិលប្រែថាត្រជាអ្នកមានសិលមានភាពប្រក្រតីមិនប្រេះផ្ដាស់មិនប្រព្រឹត្តខុសច្បាប់ពុទ្ធសាសនាមិនប្រព្រឹត្តខុសច្បាប់ជាតិហ្នឹងហើយត្រជាក្នុងខ្លួនណាហ្នឹងហើយអ្នកមានសិលតារៀនក្តៅនឹងមិនមានសិលទៅគ្រប់ទេប្រក្រតីហ្នឹងគឺថាមានធម៌5នៅក្នុងខ្លួនមានភាពប្រក្រតីមានន័យថាមានលក្ខណៈពេញលេញជាមនុស្សទី1មានមេត្តាហ្នឹងនាំឲ្យមានសិលទី1គឺបាណាតិបាតាវេរមណីបញ្ជាការសម្លាប់សត្វទី2មានធម៌មួយទៀតសមាជីវៈការចិញ្ចឹមជីវិតដ៏ត្រឹមត្រូវមិនបោកប្រាស់អ្នកដទៃមិនប្រព្រឹត្តខុសក្នុងច្បាប់ជាតិដោយជួញដូរអាភារគ្រឿងញៀនអីជាដើមឬក៏នៅក្នុងជំនួយខុសក្នុងពុទ្ធសាសនានិយាយពីជំនួយខុសអញ្ចឹងគឺនាំឲ្យមានសិលអីទី2អតិនេទានាវេរមណីគឺបញ្ជាការលួចទ្រព្យសម្បត្តិអ្នកដទៃតែសិលទី3សតិរសន្តបសៈគឺសន្តោសប្រពន្ធមួយប្តីមួយដូចអញ្ចឹងគឺមិនអាចទៅប្រព្រឹត្តខុសក្នុងកាមឬប្រពន្ធកូនប្តីអ្នកដទៃបានទេដល់ធัวទី4សច្ចធម៌មានន័យថាស្មោះត្រង់មិននិយាយកុហកសច្ចៈធម៌ហ្នឹងនាំឲ្យមានសិលទី4គឺមុសាវាទាវេរមណីគឺយើងអត់កុហកកហិនអ្នកណាទេដល់សិលទី5ធម៌ទី5គឺសតិបញ្ញាសតិស្មារតីនាំឲ្យមានធម៌នាំឲ្យមានសិលទី5គឺសុរាមេរយៈបញ្ចុបបាតដ្ឋានាវេរមណីបញ្ជាការទទួលទានឬក៏ផឹកនៅគ្រឿងសម្បត្តិអញ្ចឹងវាតតែមានធម៌5ហ្នឹងมันមានសិល5បានអញ្ចឹងដល់ពេលមានធម៌5ក្នុងខ្លួនគេហៅថាអ្នកមានសិលគឺមានភាពប្រក្រតីក្នុងជីវិតគឺមនុស្សពេញលក្ខណៈតែអត់មានសិលទេគេហៅមនុស្សដេរិឆានមនុស្សដេរិឆានឬក៏គេហៅមនុស្សសបញ្ញតោមនុស្សប្រែតឬក៏ប្រព្រឹត្តខុសធ្ងន់ធ្ងរគេហៅមនុស្សនរកយ៉ាងណាតែដល់យើងមានធម៌ក្នុងខ្លួនគេហៅថាមនុស្សស័ក្តិមនុស្សសោគឺមានសិល5ហ្នឹងការមនុស្សស័ក្តិមនុស្សសោមានខ្លួនជាមនុស្សមានធម៌មនុស្សនៅក្នុងខ្លួនហើយបើលើសពីធម៌5ហ្នឹងឡើងដល់7គេហៅមនុស្សទេវតាឬក៏មនុស្សទេវឬក៏មនុស្សសមត្ថទេពធម៌ទាំង7ហ្នឹងមានអីខ្លះសទ្ធាសិលអរិយអត្តបៈសោតចក្ខបញ្ញាមានសទ្ធាមានសិលមានហិរិយមានអត្តបៈមាន
សុតចៈបញ្ញា7ប្រការនឹងមាននៅក្នុងខ្លួននៃបុគ្គលណាបុគ្គលនឹងคล้ายទៅជាទេវតាទាំងដែលខ្លួននៅជាមនុស្សរូបកាយជាមនុស្សប៉ុន្តែចិត្តវិញ្ញាណគុណធម៌នឹងទេវតាអានេះគេហៅមនុស្សទេវោចឹងងាកមកវិញសិលនឹងប្រែថាប្រកដីក៏បានប្រែថាតិចក៏បានប្រែថាក្បាលក៏បានក៏ក្បាលនឹងមានន័យថាម៉េចមនុស្សមានសិលដោយមនុស្សមានក្បាលហ្នឹងតែអត់សិលដោយមនុស្សអត់ក្បាលដោយពិខុក្នុងសាសនានេះតែកាលណាត្រូវអបានបរាជិតលោកឧបមាដូចថ្នោតកបិតកអញ្ចឹងមិនអាចលូតលាស់អីទៅលើអីបានយ៉ាងណាមនុស្សអត់សិលដូចគ្នាគឺអត់គុណធម៌ចឹងសិលប្រែតែអញ្ចឹងមិនប្រែតែហោះហើយអីហើយអត់តម្រូវថាអ្នកមានសិលទៅសក់ស្កើមិនអាចមានសិលបានអត់ទេវិសាខាមានតាំងពីអាយុ7ឆ្នាំត្រាស់ដឹងគុណធម៌ហើយមិនផ្អែកលើឯកសណ្ឋានទៅស្លៀកសពាក់សបើមានសិលក៏ទេដែរឬក៏តម្រូវឲ្យកោសក់បានហើយទៅជាអ្នកមានសិលក៏អត់ទេសិលតួរបស់សិលគឺចេតនាចេតនាគឺការតាំងចិត្តវាចាការប្រព្រឹត្តខុសក្នុងសិក្ខាបទឧទាហរណ៍ថាសិល5អញ្ចឹងយើងមានចេតនាវិជានៅការប្រព្រឹត្តខុសក្នុងសិលសិក្ខាបទទាំង5ហ្នឹងកើតជាអ្នកមានសិលហើយមិនចាំបាច់ទៅសុំពីលោកក៏បានដែរវានៅលើចេតនាក្នុងចិត្តរបស់យើងក៏ប៉ុន្តែដោយសារមានលោកហើយក៏យើងមករកលោកអីចឹងទៅបានសូត្រធម៌បានពោលធម៌បានស្ដាប់ធម៌អីទៅផងនេះខ្ញុំកណ្ដាលវិជាប៉ុណ្ណឹងកន្លែងហ្នឹងក៏ប៉ុន្តែសូមស្ដាំណាក្នុងធម៌លោកថាអ្នកខ្វៀលគោបើមិនស្គាល់គោមិនអាចខ្វៀលគោបានទេយ៉ាងណាមិញអ្នកសមាទានសិលបើអត់ស្គាល់សិលទេក៏មិនអាចរក្សាសិលបានដែរត្រូវឯងយើងកន្លែងហ្នឹងតែយើងអត់ចំណាំស្បែកជើងយើងបានក៏យើងចិត្តពេករបស់គេមកឯងពេញណាពេញណីឬក៏យើងទៅខ្វៀលគោយើងអត់ស្គាល់គោមិនខ្វៀលគោបាននៅស្រុកស្រែអាត្មាធ្លាប់ស៊ីជ្រួលខ្វៀលគោឲ្យគេកាលអាត្មានៅទូ60ក្បាលចំណាំបានទាំងអស់ហ្នឹងហើយចឹងបើអត់ស្គាល់គោទៅគេហៅ60ក្បាលនេះខ្លះ100ក្បាលអីដែរមិនច្រឡំវល់ពេញហ្នឹងហើយបើអត់ចំណាំបើអត់ស្គាល់ចឹងដូចគ្នាដែរខ្ញុំបើអត់ស្គាល់គោមិនអាចខ្វៀលគោបានទេយ៉ាងណាមិញអ្នកសុំសិលបើអត់ស្គាល់សិលទេក៏មិនអាចរក្សាសិលបានដែរចឹងប៉ុណ្ណឹងក៏ថ្ងៃនេះចូលរួមជាធម្មទានប៉ុណ្ណឹងខ្វះមិនខ្វះខាតអីទេនឹងដល់ពេលវេលាប៉ុណ្ណឹងហើយសូមប្រគេនបុណ្យដល់ព្រះអង្គគ្រូហសិង្ហៃអរគុណណាគង់ស្ដាប់ឡើងចប់ហើយជំរាបពរញាតិញោមហើយថ្មពេល2អង្គនេះចេញពីវត្តយើងទៅថ្ងៃទី21ក៏ទៅម៉ារឡិននៅទៅម៉ារឡិនហើយបានម៉ារឡិនរហូតដល់ថ្ងៃទី26នៅថ្ងៃចុងខែហ្នឹងរួចទៅបានទៅហូស្តុននៅតេសាសពីថ្ងៃទី26ដល់ថ្ងៃទី3ខែក្រោយហើយចាប់ពីថ្ងៃទី3ដល់ថ្ងៃទី10នៅWashington State នៅខាង Seattle ហើយនៅខាងកូម៉ាហើយចាប់ពីថ្ងៃទី10ដល់ថ្ងៃទី15នៅ Lexington មិនមែន Lexington North ទេ Lexington Kentucky ណានៅ Kentucky ហើយបានចេញនឹងមកថ្ងៃ15ដល់ថ្ងៃទី18នៅ New York ហើយចេញពីនឹងមកលោកគ្រូហាក់ថ្ងៃលោកមក Global ហ្នឹងពីថ្ងៃទី18ដល់ថ្ងៃទី27ចុងខែ6ហើយអាត្មានឹងក៏ហោះទៅកាណាដាមកដែរអាត្មាទៅកាណាដាហើយគ្រូហាក់ថ្ងៃលោកមកនេះឲ្យទៅខ្មែរទៅកាណាដាមករយៈតែជាកន្លះខែមួយខែហើយបានចេញពីកាណាដាហោះទៅខ្មែរវិញចូលភាសាបដោយជ្រុលដល់មកហើយអត់បានមកទេព្រោះឥឡូវនេះតាំងយកមាន one entry បានមកហើយមិនអាចមកទៀតបានទេបើបានតែម្ដងទេឆ្នាំនេះទៅឆ្នាំក្រោយមិនអាចមកទៀតបើលើកមុនដូចជាអាចមកបាន2ដងណាតែថ្ងៃទៅក៏ដូចមុនទេឥឡូវបញ្ហាមួយទៀតតម្កល់លុយតែចាប់ពីថ្ងៃទី2ខែ4មកហ្នឹងគឺអាត្មាសំណាងពីអង្គនេះគឺមុនគេតម្រូវឲ្យតម្កល់តែលោកក្រោយតម្កល់$10,000បើតែនៅបានតែ20ថ្ងៃឬមួយខែយ៉ាងយូរជួនកាលគេឲ្យនោះ3ខែបានមកដល់នៅនេះគេសរសេរលើ passport យើងតែនេះអាចទៅវិញថ្ងៃនេះឆ្លាច់តែគេឲ្យហ្នឹងចឹងអង្គខ្លះបាន25ថ្ងៃហ្នឹងហើយបើអត់ទៅវិញឲ្យតាន់ពេលវេលាគេកំណត់ទេលើតែមួយថ្ងៃ$10,000ហ្នឹងចូលនេះចូលដល់អាមេរិកអស់លី
ចឹងហ្នឹងហើយចឹងសូមប្រកេនបនជូនបនឲ្យសូមបានជាបច្ច័យនៃការរួចផុតចាត់ទុកនៅពេលដល់ខ្លីខាងមុខនេះកុំបីគ្លៀងគ្លៀនឡើយក៏សូមអនុមោទនាការសម្ដែងបន្ទទេសនាសំគួរដល់ពេលវេលាប៉ុណ្ណឹងហើយអេវ៉ាំង sa thu sa thu Putri yo kali tao to sa pun to kama to tang ma ma thon me yo to sa thon mo kama to tang ma ma sang the yo to sa sang kho kama to tang ma ma ចឹងក្នុងថ្ងៃអបអរតកសិលពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាបានបូជាពធមានចំនួន$243សូមពរ